បាទសួស្តីបងប្អូនអរគ្នាឥឡូវខ្ញុំប្រាប់ពីវិធីសិតកាមេរ៉ា IP កាមេរ៉ាប្រើ IP កាមេរ៉ារបស់ Hikvision តែកាមេរ៉ាប្រភេទនេះគឺប្រើ network គឺ network ហើយយើងត្រូវសិត IP វាទៀតអញ្ចឹងបានយើងដាក់ចូល NVR តាអញ្ចឹងនេះយើងដោតខ្សែវាចូលមកដោយសារតែកាមេរ៉ានេះswitch នេះគឺមាន PoE ហើយកាមេរ៉ានេះក៏ប្រើ PoE ដែរអញ្ចឹងយើងគ្រាន់តែដោតចេញពី switch ហ្នឹងមកហើយដោតចូលកាមេរ៉ាដោតចូលមកគឺវាមានភ្លើងស្រាប់អូខេអញ្ចឹង switch យើងមានគេហៅថាភ្លើង PoE អញ្ចឹងយើងប្រើតែខ្សែ network មកគឺកាមេរ៉ាហ្នឹងមានភ្លើងយើងមិនប្រើដុំភ្លើងទៀតទេយើងមិនប្រើដុំភ្លើងទៀតទេអញ្ចឹងនៅពេលដែលយើងដោតចូលហើយអូខេអញ្ចឹងយើងទៅសិត IP នៅលើកុំព្យូទ័ររបស់គ្នាឥឡូវយើងស្គប់កន្លែងហ្នឹងសិនអញ្ចឹងបន្ទាប់មកយើងដល់កន្លែងកុំព្យូទ័រនេះអញ្ចឹងដោយសារតែខ្ញុំដោត2កាមេរ៉ាអញ្ចឹងវាលោតមកកាមេរ៉ា2គ្រាប់ហ្នឹងអញ្ចឹងឧទាហរណ៍យើងចង់សិត IP វាដើម្បីដាក់ប្រើនៅក្នុង NVR អញ្ចឹងយើងត្រូវ select កាំ IP select កាមេរ៉ាណាមួយមកដើម្បីទៅ active វាអញ្ចឹងយើងដាក់ password ចូលមកហើយខ្ញុំកំណត់ password សិនអញ្ចឹងអានេះយើងកំណត់ password រួចហើយអញ្ចឹងយើងចុច active វាមកហើយអូខេយើងវា active ហើយអានេះ question បើថាយើងខ្លាចភ្លេច password ទៅថ្ងៃក្រោយយើងគួរតែដាក់វាទៅដើម្បីពេលយើងភ្លេចលក្រោយយើងអាចដាក់ forgot password បានអូខេអញ្ចឹងកាមេរ៉ាមួយហ្នឹងយើង active វារួចហើយអញ្ចឹងនេះអញ្ចឹងយើងអាចចូលទៅ log មើលកាមេរ៉ាមួយហ្នឹងអញ្ចឹងយើងបើកអត់ចេញទេ log ចូល IP នៅអត់ចេញទេអញ្ចឹងយើងត្រូវកំណត់ IP លើកុំព្យូទ័រយើងនេះយើងត្រូវកំណត់ IP លើកុំព្យូទ័រសិនមកអូខេដល់មកយើងចូលទៅ IP កាមេរ៉ាយើងមកនេះវាដំណើរការហើយយើងវាយ password ចូលមកអូខេវាយ password ចូលមកអូខេចឹងនេះយើងមិនវាយទេឡុកចូលតែម្ដងមកពេលខ្លះវាអត់ចេញអញ្ចឹងដោយសារតែយើងអត់តន់តម្លើងនេះវាអត់តន់តម្លើង plug in របស់វាអញ្ចឹងយើងចុចណែ plug in របស់វានេះមកតែយើងអត់មានអ៊ីនធឺណិតយើង download អត់បានទេអញ្ចឹងយើងគួរតែ download យក download ពី cloud ដើម្បីយកមកតម្លើងអញ្ចឹងយើងមើលឃើញហើយអញ្ចឹងមានន័យថា IP ហ្នឹងយើងចូលដំណើរការ IP ហ្នឹងគឺដំណើរការអូខេនេះសម្រាប់របស់យើង